សុស្ដីបងប្អូនទាំងគ្នានៃគឺជារបៀបនៃការបដូរអក្សរបដូរពីអង់គ្លេសទៅជាខ្មែរបដូរពីខ្មែរទៅអង់គ្លេសបាទហើយមួយទៀតគឺរបៀបបដូរ keyboard ដាក់ keyboard ចឹងណាជាដំបូងយើងចូលទៅកាន់នេះហើយនេះមកកំណត់នេះមកទៅមកទៀតយើងចូលទៅកំណត់ភាសាមកចង់អង់គ្លេសនេះណាទីអញ្ចឹងមកគឺរួចរាល់ហើយ model color OS 14ហ្នឹងគឺចឹងបងប្អូនទាំងអស់ណែដល់ពេលចឹងទៅលោតអង់គ្លេសវិញយើងចង់ខ្មែរវិញយើងទាញចឹងមកណែលោតហើយលោតវិញចឹងហើយយើងជំហានបន្ទាប់យើងធ្វើមិនទៀតជំហានបន្ទាប់ដើម្បីយើងចង់បានដូរជា keyboard ក្តារចុចដាក់ជាខ្មែរនេះកន្លែងនេះមកហើយចូលគ្រប់គ្រងក្តារចុចអានោះយើងចង់ហៅឈ្មោះឬក៏អីណាតែបើយើងចង់ហៅទេនេះយើងចូលកន្លែងនេះមកនេះរើសនេះ keyboard ឲ្យរើសអានេះ keyboard យើង download ខ្លួនឯងនេះតែយើងចង់រើស keyboard scene យើងរើសយកលើហ្នឹងមកគឺ keyboard scene ណាបងប្អូនអញ្ចឹងវីដេអូហ្នឹងមានតែប៉ុណ្្នឹងទេបងប្អូនសូមអរគុណបាទសូមជម្រាបលា